បើសិនជាបងប្អូនមានមិត្តភ័ក្តិដែលបបួលបងប្អូនទៅធ្វើរឿងទាំង5ចំណុចនេះខ្ញុំគិតថាបងប្អូនគឺជាមនុស្សដែលមានសំណាងបំផុតដែលទទួលបានមិត្តភ័ក្តិប្រភេទហ្នឹងទី1គឺមិត្តដែលបបួលបងប្អូនអានសៀវភៅឬក៏បបួលបងប្អូនរៀនអ្វីដែលថ្មីមិត្តប្រភេទនេះមិនសូវមានទេបងប្អូនប៉ុន្តែបើសិនជាមានហើយបងប្អូនគួរតែរក្សាទុកទៅព្រោះថាមិត្តប្រភេទនេះគឺចង់ឃើញបងប្អូនមានការរីកចម្រើនបងប្អូនដឹងហើយថាការដែលយើងអានសៀវភៅគឺយើងទទួលបានចំណេះដឹងការដែលយើងរៀនអ្វីដែលថ្មីជាប្រចាំគឺយើងកំពុងតែអភិវឌ្ឍខ្លួនឯងជានិច្ចបើសិនជាបងប្អូននៅតែបន្តរៀនបងប្អូននៅតែបន្តអានចំណេះដឹងក៏កើនឡើងសមត្ថភាពក៏កើនឡើងប្រាក់ខែចំណូលផ្សេងក៏នឹងកើនឡើងដូចគ្នាដូច្នេះបើបានជួបជាមួយនឹងមិត្តភ័ក្តិប្រភេទនេះយើងគួរតែរក្សាគាត់ទុកចំណែកឯទី2គឺមិត្តដែលបបួលបងប្អូនទាំងអស់គ្នាចូលរួមថែរក្សាសុខភាពការថែរក្សាសុខភាពវាមានច្រើនមានតាំងពីរបបអាហារនៃការហូបចុកមានតាំងពីការគេងឲ្យបានគ្រប់គ្រាន់មានតាំងពីការហាត់ប្រាណឬក៏តែងតែណែនាំអំពីផលប៉ះពាល់នៃអាហារផ្សេងដែលវាប៉ះពាល់ដល់សុខភាពជាដើមមិត្តប្រភេទទី2ដែលបបួលបងប្អូនទៅហាត់ប្រាណនេះគឺគេចង់ឃើញបងប្អូនរស់បានយូរឃើញបងប្អូនមានកម្លាំងអត់ចង់ឃើញបងប្អូនឈឺទេកាលណាតែយើងឈឺទៅវាពិបាកហើយគោលដៅរបស់យើងក៏វាអត់សម្រេចដូចគ្នាដែរដូច្នេះបើសិនជាបានជួបមិត្តប្រភេទទី2នេះហើយគឺជាសំណាងដ៏ធំមួយនៅក្នុងជីវិតរបស់យើងចំណែកឯទី3វិញគឺមិត្តដែលតែងតែជំរុញនិងលើកទឹកចិត្តយើងឲ្យយើងសម្រេចនៅគោលដៅមិត្តដែលនិយាយពាក្យថាកុំបោះបង់អីយើងមកដល់ពេលនេះហើយយើងគួរតែបន្តដំណើរទៅមកជំហានទៀតទៅយើងខំប្រឹងបន្តិចទៀតទៅវានឹងជោគជ័យហើយឧបសគ្គប៉ុណ្ណឹងយើងត្រូវតែជំនះឲ្យបានមិត្តប្រភេទនេះមិនខ្លាចយើងជោគជ័យទេប៉ុន្តែគេខ្លាចយើងបរាជ័យច្រើនជាងហើយផ្ទុយទៅវិញរឹតតែសប្បាយចិត្តមិនចំណែនឈ្នានីសយើងទៀតនៅពេលដែលយើងជោគជ័យចំណែកឯទី4គឺមិត្តដែលបបួលយើងទៅធ្វើរឿងល្អទៅចូលរួមសិក្ខាសាលាទៅចូលរួមធ្វើអំពើល្អទៅធ្វើបុណ្យព្រោះអីនៅពេលដែលយើងបានចូលរួមធ្វើអំពើល្អមនុស្សនៅក្នុងសង្គមក៏នឹងឲ្យតម្លៃយើងទៅតាមនឹងដែរបើសិនជាមានមិត្តភ័ក្តិដែលបបួលយើងទៅធ្វើរឿងល្អបែបហ្នឹងយើងគួរតែចូលរួមធ្វើទៅព្រោះអីវាបានផ្ដល់នូវផលចំណេញដល់យើងដែរដែលយើងខ្លាចទៅជាមនុស្សម្នាក់ដែលសង្គមឲ្យតម្លៃដូចគ្នាចំណែកឯទី5វិញនោះគឺមិត្តដែលហ៊ាននិយាយការពិតមិនមែនជាមិត្តដែលបញ្ចោបញ្ចោចយើងទេប៉ុន្តែជាមិត្តម្នាក់ដែលហ៊ាននិយាយការពិតពេលឃើញយើងខុសហ៊ាននិយាយថាខុសពេលឃើញយើងដើរផ្លូវមិនល្អហ៊ានទាញយើងត្រឡប់មកវិញមិត្តដែលហ៊ាននិយាយការពិតអាចធ្វើឲ្យយើងមិនសប្បាយចិត្តនៅក្នុងរយៈពេលខ្លីប៉ុន្តែមិនចង់ឲ្យយើងមានវិប្បដិសារីនៅក្នុងជីវិតអស់មួយជីវិតនោះទេតើបងប្អូនមានមិត្តភ័ក្តិដែលបបួលបងប្អូនទៅធ្វើរឿងទាំង5ចំណុចនេះអត់បើសិនជាមានបងប្អូនអាច comment នៅខាងក្រោមបានកុំភ្លេចចុចចែករំលែកវីដេអូមួយនេះទៅកាន់មិត្តភ័ក្តិល្អរបស់បងប្អូនទាំងអស់គ្នាផងសូមណែនាំពីសាប៊ូតាំងគួយបន្តិចបងប្អូនសក់ក្បាលរបស់ខ្ញុំក៏កក់ជាមួយនឹងសាប៊ូតាំងគួយដែរធ្វើឲ្យសក់របស់យើងទន់រលោងជាពិសេសមិនបែកចុងហើយនឹងជួយបណ្ដុះកូនសក់ថែមទៀតផងបើពេញចិត្តជាមួយនឹងវីដេអូមួយនេះកុំភ្លេចគាំទ្រសាប៊ូតាំងគួយ